Ok, chuyển số lưu cũ được chia sẻ lại ở nhé. Ngày nay đấy nhưng mà thua ca demo từ là final project để tôi chuẩn bị nó một chế độ ở dưới. Ini cái chia sẻ choក្រុមរបស់ពួកខ្ញុំមានដូចជាខ្ញុំសវណ្ណរិទ្ធសន្ទៀងឈីងសុនរិទ្ធហើយក៏ដូចជាសេងមីហើយនេះគឺជាអីដែលខ្ញុំនឹងធ្វើបន្តិចទៀតនេះអញ្ចឹងយើងមានពីរផ្នែកផ្នែកទី1គឺdevelopment part ហើយផ្នែកទី2គឺ operation ផ្នែក development គឺជាផ្នែកដែលសរសេរ code សរសេរ code ពុះមកកាន់ GitHub ហើយចំណែកផ្នែក development នឹងធ្វើការ auto deploy ទៅលើ code ដែលខាងផ្នែក development គាត់ធ្វើការសរសេរមកហើយចំណែក client គាត់នឹង access ទៅលើ website ដែលបាន auto deploy នេះគឺមានលក្ខណៈ real time មកអញ្ចឹងកុំឲ្យខាតពេលយូរយើងធ្វើការ demo ទាំងអស់គ្នាអូខេអញ្ចឹងនេះគឺជាម៉ាស៊ីនទាំងអស់ដែលខ្ញុំនឹងយកមកធ្វើការ demo អញ្ចឹងទី1គឺមានម៉ាស៊ីន server គឺខ្ញុំប្រើ Mac mini M4 របស់ខ្ញុំហើយចំពោះ development machine ខ្ញុំយកMacBook របស់ខ្ញុំហើយចំពោះ client ខ្ញុំនឹងយកទូរស័ព្ទរបស់ខ្ញុំដើម្បី access ទៅកាន់ website ហ្នឹងអូខេអញ្ចឹងឥឡូវយើង back មក server machine យើងវិញហីអញ្ចឹងអីដែលខ្ញុំត្រូវធ្វើតិចទៀតនេះជប់ខ្ញុំ list មកសិនអញ្ចឹងចំពោះតិចទៀតនេះខ្ញុំនឹងទី1ខ្ញុំនឹង create docker file តមកទៀតខ្ញុំនឹងconfigure ទៅលើ Nginx បង្កើតនៅ Nginx ហើយ nginx.config ដើម្បីរៀបចំ configuration របស់ Nginx យើងហើយបន្តមកទៀតខ្ញុំនឹងទៅសេទៅលើ docker compose create docker compose តមកខ្ញុំនឹងរៀបចំទៅលើdeploy.yaml ដែលជា file សម្រាប់ run GitHub action របស់យើងសម្រាប់ធ្វើ CI/CD ដើម្បីឲ្យវា auto deploy ទៅកាន់ server អូខេឥឡូវខ្ញុំនឹង start ជាមួយនឹង docker file អញ្ចឹងខ្ញុំធ្វើការបង្កើត docker file អូខេខ្ញុំ save វាសិនអញ្ចឹងដើម្បីចំណេញពេលខ្ញុំនឹង copy paste មកទៅខ្ញុំបញ្ចូលក្នុងនឹងវិញកុំឲ្យទៅ save ទៅវាយូរអូខេអញ្ចឹងចំពោះ project របស់ខ្ញុំនេះខ្ញុំ run ទៅលើ Next.js ហើយចំពោះ docker file នេះខ្ញុំប្រាប់ docker ឲ្យរៀបចំ container មិនឲ្យត្រូវនៅ project របស់ខ្ញុំអញ្ចឹងដំបូង cd មកកាន់ app នេះសិនមកហើយបន្តមកទៀតធ្វើការ run ទៅលើ npm ci ហើយរបៀប run project របស់ខ្ញុំគឺ npm run build ហើយបន្តមកទៀតខ្ញុំប្រាប់ឲ្យវាធ្វើការ run នៅ project ហ្នឹងជាលក្ខណៈ standalone ដោយសារតែរបៀប deploy ទៅលើ Next.js គឺមានពីរប្រភេទគឺ deploy project ទាំងមូលជាមួយនឹង standalone method អញ្ចឹងចំពោះឥឡូវនេះខ្ញុំជ្រើសទៅលើ standalone អូខេអញ្ចឹង docker file យើងបានហើយឥឡូវយើងធ្វើការបង្កើតទៅលើ docker compose .yaml អូខេអញ្ចឹងខ្ញុំនឹង copy ដូចគ្នាអញ្ចឹងចំពោះ docker compose យើង run ទៅលើ version 3.8 ហើយ image ឈ្មោះរបស់យើងខ្ញុំដាក់ឈ្មោះវា my Next.js app latest ហើយ container name ជា Next.js ហើយខ្ញុំ expose port 3000ហើយក្នុង docker compose ដូចគ្នាខ្ញុំក៏ run image មួយទៀតគឺ nginx ដែលខ្ញុំដាក់ឈ្មោះវា nginx a all pipe ហើយខ្ញុំដាក់ឈ្មោះវា nginx ទៅលើ container ហើយ port ខ្ញុំ expose ទៅលើ port 80ហើយនេះគឺជា configuration file របស់ nginx ហ្នឹងហើយវា depend on Next.js អូខេហើយបន្តមកទៀតខ្ញុំនឹងធ្វើការ run ធ្វើការ create ទៅលើ nginx file nginx configuration ខ្ញុំធ្វើការ code nginx /nginx.conf អូខេតោះមកខ្ញុំនឹង
copy configuration បើ engine x មកអូខេអញ្ចឹងនេះគឺជា configuration របស់ engine x គឺមានតាមហ្នឹងគឺ run ទៅលើnet.js port 3000ហើយវាធ្វើការ reverse proxy តាមអីដែលវាធ្វើហ្នឹងទៅអូខេចឹងបន្តមកទៀតខ្ញុំនឹងធ្វើការបង្កើតទៅលើ deploy.yaml ដែលជា workflow file ដើម្បីឲ្យ GitHub Action run build ទៅលើ project របស់យើងដោយ automatic ចឹងខ្ញុំធ្វើការបង្កើត file ហ្នឹងសិនចឹង file ហ្នឹងត្រូវនៅក្នុងfolder GitHub workflow ហើយឈ្មោះ file នេះអាចដាក់ deploy.yaml ចឹងទៅអូខេចឹងនេះនៅក្នុង file ហ្នឹងហើយអូខេខ្ញុំធ្វើការផាសដូចគ្នាអញ្ចឹងខ្ញុំដាក់ឈ្មោះនៅ deploy.yaml ហ្នឹងគឺឈ្មោះវា deploy to make minute សារខ្ញុំប្រើ make minuteដើម្បី deploy ហើយខ្ញុំ set branch main មានន័យថាឲ្យតែគេ push ទៅកាន់ branch main វានឹងធ្វើការ auto deploy ទៅលើ latest code ហ្នឹងហើយចំពោះរបៀប deploy យើងប្រើ self hosted មានន័យថាយើងប្រើម៉ាស៊ីនរបស់យើងជា server ដើម្បី cache ទៅលើ webhook នៅពេលដែលគេ push ទៅកាន់ main ចឹងទៅយើងយក server របស់យើងទៅចាប់មកយើងអត់ប្រើ server របស់ GitHub ទេដោយសារតែ server របស់ GitHub វា limited មានថាវាឲ្យតែប្រមាណដូចជា 1000 ម៉ោងវាបិទលេខឲ្យប្រើឯងតែបើ server របស់យើងផ្ទាល់ខ្លួនគឺបានច្រើនអូខេចឹងនេះគឺជា step ដែលវា run មានថានៅពេលដែលវា cache ទៅលើ webhook នៅក្នុង main នេះហើយវានឹងធ្វើការទាំងអស់នេះវាថាវានឹង check out code តទៅទៀតវានឹង build docker image ហើយនឹង run command ទាំងអស់នេះអូខេអញ្ចឹង file ដែលយើងត្រូវការគឺយើងមានអស់ហើយចឹងបន្តមកទៀតខ្ញុំសូមធ្វើការ push ទៅលើ file ទាំងអស់ហ្នឹងទៅកាន់ remote GitHub Horizon ដើម្បីឲ្យ development គាត់ pull latest code មកខ្ញុំថាធ្វើការ git add git commit ខ្ញុំដាក់ message ថា add necessity for deployment and CI/CD អូខេចឹងខ្ញុំបាន add វាទៅកាន់ staging area ហើយចឹងអីដែលខ្ញុំធ្វើបន្តគឺខ្ញុំធ្វើការ push origin main ហ្មងទៅដោយសារខ្ញុំធ្វើតែម្នាក់ឯងទេចឹងមិនកើត branch ច្រើនទេចឹងធ្វើការ push អូខេនេះនៅក្នុង development machine របស់ខ្ញុំចឹងខ្ញុំធ្វើការ pull latest code មក git pull origin main ខ្ញុំបន្ទាប់មកខ្ញុំបាន latest code ហើយអូខេអញ្ចឹងបន្ទាប់ពីយើង add នៅលើ file ដែលសំខាន់ដែលយើងត្រូវការសម្រាប់ការ deploy របស់យើងហើយឥឡូវយើងមក test ក្នុងការ deploy ទៅលើ local របស់Mac mini របស់ខ្ញុំសិនអញ្ចឹងដើម្បី deploy យើងគ្រាន់តែ docker compose up-d ដើម្បី detach វាអូខេចឹងនេះវា start ហើយឥឡូវខ្ញុំមកមើលdocker របស់ខ្ញុំចឹងនេះគឺវាកំពុង run ហើយខ្ញុំអាចចូលទៅមើលហើយខ្ញុំអាច click ទៅលើ engine x ដើម្បី view បានអូខេអញ្ចឹងនេះគឺជា website របស់ខ្ញុំដែល deploy នៅលើ docker មិញហ្នឹងហើយប្រើប្រាស់នៅ engine x ដើម្បី reverse proxy រវាង website real របស់ខ្ញុំជាមួយនឹងclient ចឹងនេះខ្ញុំអាច interact មួយ website នឹងបានធម្មតា add bookmark ទៅគឺវាដើរគឺវា work ទាំងអស់
might view chứ okay nhưng có ai search by name ធម្មតាទៅគឺដើរ smooth ទាំងអស់ហើយ okay អញ្ចឹង website យើងបាន deploy លើ local ជោគជ័យហើយនៅជំហានបន្ទាប់ខ្ញុំនឹងធ្វើការ configure ទៅលើ GitHub Runner ចឹងដើម្បី configure យើងចូលមកកាន់ GitHub repo របស់យើងមកតោះមកយើងចូលមកកាន់ setting តោះមកទៀតយើង select មកកន្លែង action នេះហើយយើង select ទៅលើ runner ហើយយើង add new self hosted runner នេះមកអូខេបន្ទាប់មកទៀតគេឲ្យយើងរើសទៅលើ operating system ដែលយើងយកធ្វើជា runner ដើម្បី cache ទៅលើ webhook នៃការ push ទៅលើ main ឬក៏ develop របស់យើងហ្នឹងអញ្ចឹងចំពោះអីដែលខ្ញុំប្រើគឺខ្ញុំប្រើទៅលើ Mac OS ហើយ chip architecture របស់ខ្ញុំគឺ ARM 64ហើយចំពោះ Intel chip ធម្មតាយកគុណ64ទៅតែចំពោះ M1 M2 M4 chip ឡើងទៅគឺទៅយក ARM 64អូខេអញ្ចឹងនេះជា comment សម្រាប់ download ហើយក៏ដូចជា configure ទៅលើ self runner ហ្នឹងអញ្ចឹងអូខេឥឡូវហ្នឹងខ្ញុំធ្វើការ configure ហើយ download នឹង self runner ទាំងអស់គ្នាអូខេជប់ខ្ញុំមកលុប self runner អាចាស់របស់ខ្ញុំសិនដោយសារខ្ញុំធ្លាប់ download ពីមុនមកខ្ញុំ move to trash ទៅតោះនេះខ្ញុំបើក terminal អូខេខ្ញុំ clear វាចោលទៅសិនcd មក cd មកកាន់នេះវិញអូខេហើយខ្ញុំ cd មកកាន់ document អូខេអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលខ្ញុំដាក់ project របស់ខ្ញុំអញ្ចឹងបងប្អូនគួរតែដាក់ save runner នៅក្នុងកន្លែងដែលបងប្អូនដាក់ project អញ្ចឹងនេះ project របស់ខ្ញុំអញ្ចឹងខ្ញុំនឹងដាក់ save runner នៅក្នុង folder របស់ខ្ញុំអូខេអញ្ចឹងខ្ញុំធ្វើការ paste command នេះមកវានឹងបង្កើត folder នឹងឲ្យខ្ញុំហើយទៅ pass command បន្ទាប់អញ្ចឹង command នេះវានឹង curve វានឹង download ទៅលើ save runner ហ្នឹងដោយយកនៅ chip ARM 64 architecture ហើយដល់ប្រើប្រាស់ curl command ដើម្បីទាញយកនៅ file ហ្នឹងតែខ្ញុំគាត់ enter ទៅវានឹងទៅ download មកវាស៊ីសល់អ៊ីនធឺណិតរបស់យើងដែលយើងលឿនគឺវាដើរលឿនហើយអូខេបន្ទាប់មកទៀតខ្ញុំ validate ទៅលើ hash គឺខ្ញុំគាត់ copy ទៅលើ command នេះមកខ្ញុំ validate ទៅអូខេអញ្ចឹងគឺវាឆ្លើយមក OK ហើយខ្ញុំអាច move ទៅ step បន្ទាប់គឺ extract file ខ្ញុំបាន download មុនហ្នឹង extract មកអូខេអញ្ចឹង extract ក៏បានជោគជ័យដែរតទៅទៀតខ្ញុំធ្វើការ configure អញ្ចឹងខ្ញុំគាត់ copy command នេះមួយមកខ្ញុំ paste ទៅលើនេះអូខេអញ្ចឹងនេះវាកំពុងតែ configure ហើយអូខេអញ្ចឹងវាឲ្យខ្ញុំដាក់ឈ្មោះទៅលើ runner ហ្នឹងអញ្ចឹងខ្ញុំដាក់ថា develop final អូអត់កើតទេ configure សារថ្មីអញ្ចឹងខ្ញុំអាចដាក់ default ក៏បានដែរដោយសារឈ្មោះវាឈ្មោះញញៃពេកវាអត់ឲ្យដាក់ទេខ្ញុំដាក់ default មកទៅគេនេះក៏ default ដែរ default ដូចគ្នាអូខេអញ្ចឹងខ្ញុំ replace ដោយសារតែមាន runner ធ្លាប់បង្កើតហើយខ្ញុំ replace វាអូខេអញ្ចឹងយើងមក configure GitHub action ហើយហើយយើងធ្វើការ run អូខេអញ្ចឹងវា connect ទៅ GitHub ហើយ
Ok chẳng là GitHub bao giờ GitHub Action dưới vừa cái ok cho nhưng mà chạy mờ cần runners ấy. Ok này cứ tổng active ấy đây cứ mà xin vào nhóm cái lấy cái càng nhà vật tốt dương đang thưa ca exposeនៅលើ port 80ដើម្បីឲ្យ client ខ្ញុំ access បានអញ្ចឹងដើម្បី access port expose port ហ្នឹងខ្ញុំនឹងប្រើ unlock ហើយខ្ញុំ expose port 80អូ wait មានបញ្ហាអីចាំតិចអូខ្ញុំភ្លេចដាក់ HTTP unlock HTTP 80អូខេអញ្ចឹងវានឹង expose port 80របស់ខ្ញុំហើយវា point មកកាន់ URL មួយនេះជាខ្ញុំអាចបើក URL នេះបានអូខេអញ្ចឹងវានឹង point មកកាន់website របស់ខ្ញុំគឺដូចគ្នាតែគ្រាន់តែខ្ញុំ run ទៅលើ export port មានថាខ្ញុំអាចឲ្យ URL ហ្នឹងអ្នកណា access ក៏បានដែរអូខេអញ្ចឹងយើងបានធ្វើការ configure ទៅលើ GitHub Action ហើយយើងធ្វើការ expose ទៅលើ port 80ដើម្បីឲ្យ public access មក website របស់យើងបានហើយខ្ញុំក៏បាន connect ទៅលើទូរស័ព្ទរបស់ខ្ញុំហើយ connect មកកាន់ website ដូចគ្នាដែលប្រើប្រាស់ link ដែលយើងបាន expose ហ្នឹងគឺនិយាយទៅវាដើរដូចធម្មតាដូចនៅក្នុង desktop ដែរជាងអាចធ្វើការ view អាចធ្វើការ add to bookmark ជានេះគឺវា work ធម្មតាអូខេអញ្ចឹងឥឡូវខ្ញុំមកធ្វើការ test CI/CD របស់យើងដែលខ្ញុំនឹងចូលមកកាន់ development machine របស់ខ្ញុំឥឡូវយើងមកកាន់ development machine របស់ខ្ញុំហើយឥឡូវខ្ញុំនឹងធ្វើការ change ទៅលើពាក្យ testing នេះហើយខ្ញុំនឹងដាក់ថា I am demonstrating the of final object អូខេអញ្ចឹងមកប៉ុណ្ណឹងខ្ញុំនឹង save វាហើយខ្ញុំ git add git commit the of testing ដើម្បីខ្ញុំ push វាទៅកាន់ main អូខេអញ្ចឹងវា push មកកាន់ main អីអញ្ចឹងខ្ញុំអាចមកឆែកនៅក្នុង GitHub របស់ខ្ញុំបានអញ្ចឹងនេះ commit ដែលខ្ញុំបាន push មកមិញហ្នឹងមកចូលមើលlog របស់វាតើវាដើរដល់ណាអញ្ចឹងទៅអូខេនេះវាកំពុងដើរអូខេអូខេអញ្ចឹងគឺវា success នេះអញ្ចឹងវា success ហើយខ្ញុំអាចមកមើលលើ website របស់ខ្ញុំវិញអូខេនេះអញ្ចឹងគឺវាដូរហើយមានថាខ្ញុំមិនបាន deploy សារថ្មីទេគឺខ្ញុំគ្រាន់តែទៅសេ code សារថ្មីហើយខ្ញុំ push មកកាន់ main គឺវា deploy auto ឲ្យខ្ញុំមកឥឡូវខ្ញុំមកមើលក្នុងទូរស័ព្ទខ្ញុំវិញខ្ញុំ refresh វាអូខេនេះអញ្ចឹងគឺវាដូរដូចគ្នាដូចទៅនឹង local host របស់យើងដែរអូខេឥឡូវខ្ញុំសាក test ផ្សេងនេះមើលដាក់ថា demo success អូខេខ្ញុំ save វាខ្ញុំ git add git commit another testing push origin main អូខេហើយខ្ញុំមកមើល GitHub
action របស់យើងវិញនេះគឺមកហើយ another testing អូខេយើងអាចចូល block បានអូខេអញ្ចឹងគឺ success ហើយអូនៅ complete job មួយទៀតអូខេគឺដាក់អស់ហើយនេះខ្ញុំមកមើល local host របស់យើងថាវាកែអត់អូខេគឺកែដូចគ្នាឥឡូវយើងមកមើលpost port ដែលយើងបាន export យើង refresh វាមើលអូខេក៏ដើរដូចគ្នា alright អញ្ចឹងCI/CD workflow របស់យើងរបៀបនៃការ build pipeline នៃការ deploy project ជាមួយនឹង Nginx គឺមានប៉ុណ្ណឹងអរគុណលោកគ្រូហើយក៏អរគុណអ្នកនរគ្នាដែលបានចូលចិត្តស្ដាប់តាំងពីដើមដល់ចប់អរគុណ